លោកតាមានអាយុជាង80ឆ្នាំទៅហើយគាត់ត្រូវបានកូនស្រីគាត់នាំគាត់មកជួបក្រុមគ្រូពេទ្យផ្នែកត្រចៀកជារមាស់បំពង់ករបស់យើងបន្ទាប់ពីគាត់ឧស្សាហ៍ត្អូញត្អែអំពីអាការៈរមាស់នៅក្នុងរន្ធត្រចៀករបស់គាត់ហើយកូនស្រីរបស់គាត់ក៏បាននិយាយថាឪពុករបស់គាត់ត្រចៀកធ្ងន់ខ្លាំងណាស់លោកគ្រូហើយមិនចង់ឆ្លើយហើយគ្រប់គ្នានៅក្នុងផ្ទះរបស់គាត់តែងតែគិតថាប្រហែលជាថយចុះនឹងការស្ដាប់ឮដោយសារតែការចម្រើនវ័យគាត់ទៅតាមអាយុកាលរបស់គាត់ទេគ្រាន់តែមកជួបគ្រូពេទ្យភ្លាមកូនស្រីរបស់គាត់បាននិយាយថាលោកគ្រូទាល់តែនិយាយខ្លាំងទៅកាន់ឪពុករបស់ខ្ញុំទៅគាត់ស្ដាប់ឮដោយសារតែគាត់ត្រចៀកធ្ងន់ស្រាប់តែក្រោយពេលដែលគ្រូពេទ្យដាក់ម៉ាស៊ីនអង់ដូស្កូបចូលទៅក្នុងរន្ធត្រចៀកម្ចាស់ថ្លៃហើយសុទ្ធតែអាចត្រចៀកកកស្ទះក្តាំងពេញរន្ធត្រចៀករបស់លោកតាតែម្ដងវាគឺជាការបង្ករោគដោយពពួកមេរោគផ្សិតរ៉ាំរ៉ៃនៅទីនោះវាបានកកស្ទះទៅជាអាចត្រចៀកក្តាំងដូចជាឆ្នុកស្រាក្រហមដូចខ្ញុំឧស្សាហ៍និយាយនៅក្នុងវីដេអូមុនអញ្ចឹងដែរជាធម្មតាមនុស្សស្ដាប់ឮដោយសារតែរលកសំឡេងវាដាលទៅប៉ះទង្គិចនឹងក្រដាសត្រចៀកបង្កើតបានទៅជាសំឡេងបញ្ជូនតាមរយៈឆ្អឹងទាំង3ទៅកាន់គូខ្យងទៅកាន់ប្រព័ន្ធប្រសាទទៅកាន់គូក្បាលប៉ុន្តែករណីលោកតាម្នាក់នេះគឺរលកសំឡេងមិនអាចទៅប៉ះនឹងក្រដាសត្រចៀករបស់គាត់បង្កើតទៅជាសំឡេងបានទេដោយសារវាត្រូវបានរាំងខ្ទប់ទៅដោយអាចត្រចៀកដែលកកក្តាំងនៅទីនោះក្រុមគ្រូពេទ្យយើងក៏បានជម្រាបទៅលោកតាក៏ដូចជាបងស្រីដែលជាកូនរបស់គាត់ថាបងស្រីលោកតាបន្តិចទៀតក្រោយពេលដែលគ្រូពេទ្យយកឆ្នុកស្រាក្រហមចេញពីរន្ធត្រចៀករបស់គាត់នឹងស្ដាប់ឮច្បាស់ខ្លាំងតែម្ដងលោកតានិងបងស្រីក៏ចាប់ផ្ដើមមើលមុខគ្នាបើកភ្នែកធំហើយក៏ឆ្ងល់ក្នុងចិត្តហេតុអីក៏ទៅជាអញ្ចឹងមិនបងអង្គយូក្រុមគ្រូពេទ្យរបស់យើងក៏ប្រើដំបងដ៏តូចច្រឡឹងដែលមានទំពក់នៅខាងចុងពួកត្បាអាចត្រចៀកនោះបន្តិចម្ដងថ្នមបំផុតក្រោមកិច្ចអន្តរាគមន៍ពីកាមេរ៉ាអង់ដូស្កូពិកដ៏ទំនើបរបស់យើងទម្រង់ការនៅក្នុងទីដ៏តូចចង្អ៊ីនេះត្រូវការគ្រូពេទ្យដែលមានចិត្តអំណត់អត់ធ្មត់មែនទែនយើងក៏ចាប់ផ្ដើមពួកត្បាបន្តិចម្ដងថ្នមសមាធិស្ទើរតែមិនហ៊ានដកដង្ហើមដោយសារតែរន្ធត្រចៀករបស់មនុស្សសម្បូរទៅដោយប្រព័ន្ធប្រសាទដែលនៅជុំវិញរន្ធត្រចៀកនោះងាយទទួលអារម្មណ៍នៅពេលដែលមានអ្វីមួយប៉ះទង្គិចនៅទីនោះអញ្ចឹងហើយទើបទម្រង់ការត្រូវការថ្នមបំផុតត្រូវការគ្រូពេទ្យដែលដៃស្រាលបំផុតដើម្បីបន្សល់ទុកនៅអនុស្សាវរីយ៍ល្អនៅក្នុងកន្លែងព្យាបាលដ៏តូចចង្អៀតមួយនេះគ្រាន់តែក្រុមគ្រូពេទ្យរបស់យើងបានយកផ្នែកខ្លះនៃអាចត្រចៀកដែលកកស្ទះនោះចេញមកខាងក្រៅអ្នកជំងឺក៏បានលន់មាត់ថាគាត់ចាប់ផ្ដើមស្ដាប់ឮជាងមុនត្រចៀករបស់គាត់ចាប់ផ្ដើមស្រឡះស្រាលជាងមុនទៅហើយមិនយូរប៉ុន្មានក្រុមគ្រូពេទ្យរបស់យើងក៏បានយកអាចត្រចៀកដែលកកស្ទះដូចឆ្នុកស្រាលក្រហមនោះស្រឡះចេញពីក្នុងរន្ធត្រចៀករបស់អ្នកជំងឺតែម្ដងអ្នកជំងឺគាត់មានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ទាំងអ្នកជំងឺទាំងអ្នកកំដរបង្កើតនៅស្នាមញញឹមយ៉ាងប្រឹមប្រែងនៅលើផែនភក្ត្រាទាំងគូសាច់រឿងខ្លីស្ដីអំពីអាចត្រចៀកដែលកកស្ទះសន្មតថាចប់ត្រឹមតែប៉ុណ្ណេះ